ក្នុងនាមខ្ញុំជាអង្គការជំនុំការខេត្តត្បូងឃ្មុំតំណាងឲ្យសម្លេងជនមានពិការភាពសន្យាថាខ្ញុំនឹងបន្តទៅគ្រប់ឃុំនៅក្នុងស្រុកត្បូងឃ្មុំដែលយើងព្យាយាមធ្វើបន្តទៅទៀតដើម្បីធ្វើម៉េចប្រជាឲ្យគាត់បានយល់អំពីបរិយាបន្ន Digital អ្វីទៅជា AI អ្វីទៅជាព័ត៌មានមិនពិតអ្វីទៅជាព័ត៌មានคล้ายៗដើម្បីជួយទៅដល់ពួកគាត់ឲ្យគាត់បានយល់ដូចខ្ញុំលើកពីខាងដើមគឺកាត់បន្ថយភាពងាយរងគ្រោះដោយសារប្រព័ន្ធ Digital បាទការបណ្ដុះបណ្ដាលពីអង្គការ CAPE ដែលមានការគ្រប់គ្រងពី UNESCO ហើយចំណេះដឹងទាំងអស់នេះវាពិតជាមានសារៈសំខាន់ដែលធ្វើឲ្យខ្ញុំអាចយកមកបន្តការផ្សព្វផ្សាយដល់ជនមានពិការភាពនៅក្នុងសហគមន៍យើងធ្វើយ៉ាងណាដើម្បីឲ្យបងប្អូនជនពិការរួចផុតអំពីការបោកប្រាស់ឬក៏កេងប្រវ័ញ្ចផ្សេងៗគឺការរងគ្រោះផ្សេងៗដែលកើតឡើងអំពីបញ្ហា Digital ឬមួយក៏អ៊ីនធឺណិតនេះឯងជាធម្មតាបើសិនជាគាត់រងគ្រោះអំពីបញ្ហា Digital បញ្ហាសុខភាពផ្លូវចិត្តរបស់គាត់ក៏គាត់មានភាពប៉ះពាល់ដែរតាមរយៈការរីកចម្រើននៃ Digital ដែលវាមានគម្លាតធ្វើឲ្យការរងទុក្ខឬមួយក៏ការរងគ្រោះរបស់ជនពិការដែលជាជនងាយរងគ្រោះក្នុងចំណោមជនងាយរងគ្រោះនោះវាកាន់តែមានហានិភ័យខ្លាំងហើយទាំងអស់នេះយើងយកមកផ្សព្វផ្សាយបន្តដើម្បីឲ្យពួកគាត់អាចរស់នៅប្រកបដោយសុវត្ថិភាពធ្វើយ៉ាងណាដើម្បីជំរុញឲ្យមានការគិតគូរពីអាជ្ញាធរមូលដ្ឋានក៏ដូចជាអ្នកដឹកនាំសហគមន៍ជ្រោមជ្រែងជួយគ្នាធ្វើឲ្យការរស់នៅរបស់ពួកបងប្អូនជនពិការមានភាពប្រសើរឡើងដែលយើងអាចរួមចំណែកក្នុងការកសាងសង្គមមួយប្រកបដោយសុវត្ថិភាពព្រោះជាគោលដៅយើងអត់ចង់ឲ្យជនពិការទាំងឡាយណាដែលគាត់រស់នៅក្រោមការបៀតបៀនឬមួយក៏មានបញ្ហាប្រឈមអីផ្សេងៗទេដូច្នេះកម្មវិធីថ្ងៃនេះយើងបានផ្ដល់ចំណេះដឹងមួយចំនួនជាអត្ថប្រយោជន៍សម្រាប់ការរស់នៅរបស់គាត់ដែលគាត់អាចប្រើប្រាស់ app ដែលគាត់អាចប្រើប្រាស់ឬក៏វិភាគអំពីព័ត៌មានពិតព័ត៌មានคล้ายៗអីផ្សេងៗជៀសវាងការបោកបញ្ឆោតនៅលើអនឡាញយើងសង្ឃឹមថាពួកគាត់ទាំងអស់គ្នាអាចប្រើប្រាស់ app មួយចំនួនតាក់ទងនឹង Facebook អីផ្សេងៗប្រកបដោយសុវត្ថិភាពហើយដែលគាត់អាចនឹងចេះប្រើប្រាស់ជាប្រយោជន៍ដើម្បីសហគមន៍ក៏ដូចជាដើម្បីគ្រួសារគាត់ដើម្បីប្រយោជន៍របស់គាត់ផ្ទាល់តែម្ដងខ្ញុំជាអង្គការជំនុំការខេត្តត្បូងឃ្មុំតំណាងឲ្យសម្លេងជនមានពិការភាពខ្ញុំនឹងធ្វើទៅបិទតែយើងមានកញ្ចប់ថវិកាគ្រប់គ្រងទីទួយប៉ុន្តែខ្ញុំសន្យាថាខ្ញុំនឹងបន្តទៅគ្រប់ឃុំនៅក្នុងស្រុកត្បូងឃ្មុំដែលយើងព្យាយាមធ្វើបន្តទៅទៀតដើម្បីធ្វើម៉េចប្រជាឲ្យគាត់បានយល់អំពីបរិយាបន្ន Digital ដើម្បីជួយទៅដល់ពួកគាត់ឲ្យគាត់បានយល់ដូចខ្ញុំលើកពីខាងដើមគឺកាត់បន្ថយភាពងាយរងគ្រោះដោយសារប្រព័ន្ធ Digital បាទចាខ្ញុំបានចូលរួមកម្មវិធីនេះគឺខ្ញុំមានចិត្តសប្បាយរីករាយជាខ្លាំងដោយសារយើងបានទទួលចំណេះដឹងដើម្បីផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋឲ្យគាត់មានការយល់ដឹងនិងអភ័ន្តច្រឡំព័ត៌មានពិតឬមិនពិតហើយមួយទៀតខ្ញុំបានកម្មវិធីមួយដូចថាយើងមានកម្មវិធី AI ដូចជាយើងចង់ដឹងព័ត៌មានអីយើងចង់ដូចថាធ្វើឯកសារអីឲ្យពិតច្បាស់លាស់យើងនិយាយទៅគេឆ្លើយមកយើងអាចនឹងយល់ដឹងថាអ្វីដែលយើងធ្វើត្រឹមត្រូវឬមិនត្រឹមត្រូវចាហើយកម្មវិធីនេះវាមានច្រើនប្រព័ន្ធដូចថាយើងត្រូវតែស្វែងយល់គឺល្អខ្លាំងមែនតើហើយមួយទៀតជនពិការអីគាត់ខ្លះនៅតែផ្ទះគាត់បានដឹងស្វែងយល់ដូចយើងដើរទេអញ្ចឹងគាត់អាចយើងផ្ដល់ព័ត៌មានឲ្យគាត់ទៅគាត់អាចមើលតាមព័ត៌មានដឹងអ្វីល្អអ្វីមិនល្អអញ្ចឹងណាអញ្ចឹងកាលណាយើងប្រើជាវិជានឹងយើងមិនបានដឹងច្បាស់លាស់ត្រឹមត្រូវវាអាចជាឥទ្ធិពលអាក្រក់មកដល់ខ្លួនយើងហើយវាអាចបំពានច្បាប់ខុសច្បាប់អីអញ្ចឹងវាមានដល់ទោសទណ្ឌដល់ខ្លួនទៀតយើងបានកម្មវិធីនេះកើតឡើងឲ្យជាពលរដ្ឋយើងស្វែងយល់គ្រប់គ្នាដើម្បីកុំឲ្យដើរផ្លូវខុស
hệ trả là lời nâng về AI và lòm mau thơ ao dương nâng khoan cho lòm cho bố cho bó đó vì phải sách mình bình vi nâng không sẽ la hay nâng đôi than nè ban chô cho bộ quan ốp rôm chẳng về tập là khóc trả đòi chẳng dương của bạn nhà thô có cục rôm cô về mình ban cục rôm nó về ăn tập là khóc chà hơi ngày níคือขนมเนียมขนมตัวขนมสบายใจดีนะโดยขนมนั่งบ้านโจรวมเรียนในอักขระกรรมดิจิทัลช่วยนักองค์การเคปจ้ะให้โดยก็ลองให้มันคือทางจำพวกขนมตัวก็โดยเกี่ยลูกมือภูมิก็โดยเกี่ยกรมเมียนวิการเพียบคือกระดาษบ้านโจเรียนในแบบมันนานนักบาลวัดเตแต่ไงนี่ขนมเนียมขนมเกี่ยจำตัวตีมุ้ยดำนางตู้บองโอนต่างออกมีการสบายใจนะประชาชนมดม้อยเจอกันดังทางดิจิทัลนึงที่ไอเต้ผมมดนั่นนะถูปัญหายังไงเนี่ยยังดังทางดิจิทัลนั้นคือสำหรับยังต่างออกเนี่ยตั้งปีเมย์อายุดับการนำโทษต่อจ่ายังถือดังทางการเยี่ยการตัวการดังลือองปีประปวนทางไกลองปีพิภพทางไกลคือยังดังแต่ตามระยะดิจิทัลนี่จ้ะไงนั่นอ่ะยังกระทารอไปที่ยมบานยินโซยมหนึ่งโยตำแหน่งดังไงนั้นสับสายเอาโกนใจขยมนะไปเชียร์ปลอดขยมมันหนังกวาดเพื่อกาเซียบนโตหรือของมันบนโตหรือสายบนโตส้มไอ้กวาดจัวถาตาประปวนน้ำมุ้ยได้ในเย็นเปิดประปวนน้ำมุ้ยได้ในเย็นเปิดจังเนี่ยถ้าเกิดสูตรทางมันดังทับเปิดหรือมันเปิดจังดังเปิดคือยังจะยกที่ประปวนได้เมียนเพจจะบักหล่อโดยเพจตัวซูงบอดเมียนและกระทรวงการพิจิตรdương ban đằng hái dương nâng phơi giang nát đầm bay ao sự cùng dương nó một cầm oi miền phiệp chụp bột chụp bó tại sát đi chỉ thon nó sai mình bật này kìa cái tha thiết ngay nắng việc khay phê trong tuần đông po tha xong rồi ông ca khang khép nắng ta chui bằng to tiền vừa ngày ní dương ban khang phong phôn chuồn bị ca chú rú mình đọc nhẹ tiền chà hay mấy phun dương nên mà phây nè chắc miền mà từ mấy phố mình ở nụ phố mình ở mà chật phố mình nói chuyên bị ca được tay tiềnដោយសារតែយើងបានទី1យើងបានមករៀនវគ្គ digital នេះដើម្បីបញ្យល់ណែនាំគ្នាទៅវិញទៅមករឿងប្រព័ន្ធ digital ទី2យើងធ្លាប់ប្រើទូរស័ព្ទក៏យូរមកហើយដែរអញ្ចឹងបើសិនជាមាន page ឬក៏មានបុគ្គលណាដែលគាត់ចង់បន្លំខ្លួនឬក៏មួយអីមានច្រើនពីមុនមកមានតាំងពីអ្នកក្រៅប្រទេសមានតាំងពីអីមកឡូមួយខ្ញុំបាទខ្ញុំអត់ខ្ញុំថាអាហ្នឹងកុំលេងអីបើសិនជាលេងវាអាចនឹងជាប់ពាក់ព័ន្ធទី1ថ្ងៃក្រោយយើងលងខ្លួនធ្លាក់ទម្លាក់ QR code ទៅឲ្យគេឬទី2ថ្ងៃណាមួយគេវាយបែកបោះដែង Facebook របស់យើងឬមួយក៏ប្រព័ន្ធដែងដែលយើងលាក់ហ្នឹងឯកជនភាពរបស់យើងនេះវាបែកធ្លាយទៅដល់គេធ្វើបាបយើងនឹងកុំឬមួយក៏គេឲ្យយើងទម្លាក់អត្តញ្ញាណបានឲ្យទម្លាក់អីកុំជៀសវាងឲ្យទាំងអស់ហ្នឹងគឺកុំដាក់ឲ្យគេឲ្យសោះតែយើងមិនស្គាល់បើសិនជាស្គាល់ឲ្យប្រកាសកុំប្រើតាម Facebook ឬមួយក៏កុំប្រើតាម Telegram កុំប្រើតាម Messenger អីកុំប្រើឲ្យសោះនឹងប្រើតាមលេខមកទៅល្អជាងពួកខ្ញុំធ្លាប់ចាញ់បោកគេម្ដងហើយចាញ់បោកពេកហ្នឹងចាញ់បោកម្ដងហើយរឿងកង់អាគុយ$180នៅកញ្ចេះអត់ទិញទេតែទិញអា$100ដាក់លុយទៅបាត់ឆឹងនឹងធ្លាប់ចាញ់បោកម្ដងហើយអញ្ចឹងអាហ្នឹងចេះតែយើងចេះតែអាប់ដេតខ្លួនយើងអភិវឌ្ឍខ្លួនយើងឲ្យវាកំណើនអាហ្នឹងថែមបន្តិចទៀតទៅចឹងទៅប្រាស់ទី3ហ្នឹងគឺបានជាលក្ខណៈ AI ណែនាំខ្លួនយើងឲ្យយើងចេះនៅអ្វីដែលយើងមិនទាន់មានដែលគេហៅថាប្រជាពលរដ្ឋ digital យើងយកចំណេះដឹងទៅបន្តឲ្យទៅបងប្អូនកូនចៅឬក៏ប្រជាពលរដ្ឋផ្សេងទៀតឲ្យគាត់យល់ដឹងអំពីប្រព័ន្ធ digital ឬក៏ AI ថ្ងៃនេះនៅក្រមអង្គការមកជួយបរិបរៀនពីអត្ថប្រយោជន៍ digital ហើយនិង AI សម្រាប់ខ្ញុំមានអត្ថប្រយោជន៍ច្រើនឲ្យយើងស្វែងយល់ពីព័ត៌មាននៅជុំវិញទាំងអស់ក្នុងសហគមន៍ពេលយើងបានយល់ដឹងពីបញ្ហាផ្សេងៗនៅក្នុងព័ន្ធ digital បាទជាចុងក្រោយនេះខ្ញុំបាទក៏សូមបញ្ជាក់ខ្លីថាបើសិនជាមានមិត្តភ័ក្តិឬមួយក៏អ្នកណាក៏ដោយមិនត្រូវចែករំលែកព័ត៌មានដែលជាឯកជនភាពរបស់យើងទៅអ្នកដទៃដែលយើងមិនស្គាល់ជូនព័ត៌មានដល់ជាប្រវត្តិទាំងអស់ស្វែងយល់នៅប្រភពដែលច្បាស់លាស់ហើយប្រភពមិនច្បាស់លាស់យើងកុំជឿហើយ
មួយទៀតឲ្យគាត់ការពារខ្លួននៅជួនឈប់បោកភាគច្រើនបោកតាមអនឡាញហើយនឹងមួយទៀតអាបោកត្រូវរង្វាន់តែថាជាយើងត្រូវរង្វាន់ធំដើម្បីឲ្យយើងរលួយដាក់ឲ្យគេហ្នឹងដើម្បីគេផ្ដល់ឲ្យហ្នឹងខ្លះគាត់ចង់បានគាត់ភ្លេចអារម្មណ៍ថាគេបោកហើយអញ្ចឹងគាត់ត្រូវរត់របស់គេមកដាក់ជួនទៅខ្លះថាកូនគ្រោះថ្នាក់ចរាចរណ៍គាត់ភ័យពេកគាត់អត់បានពិចារណាទៅតាក់ទងកូនសិនទេតែគាត់ជឿគេបើសិនជាយើងមុននឹងជឿយើងត្រូវសួរប្រភពឲ្យច្បាស់លាស់សិនចា៎ អញ្ចឹងសំដៅបើដល់បងប្អូនទាំងអស់ក្នុងនាមជាប្រជាពលរដ្ឋក្នុងគុំត្រឡប់ដូចទូទាំងទេសទាំងអស់ចាមុននឹងជឿសូមឲ្យធ្វើការពិនិត្យបានត្រឹមត្រូវសិនចាចាំយើងជឿដើម្បីកុំឲ្យយើងខាតបង់ពេលវេលាក៏ដូចជាយើងនឹងខាតបង់នៅមាសប្រាក់ថវិកាផ្ទាល់ខ្លួនរបស់យើងចា ជាសំណូមពរតាមរយៈអង្គការ KEP សំណូមពរដល់ UNESCO បើសិនជាអាចបន្តការគ្រប់គ្រងបន្ថែមទៀតដើម្បីឲ្យអង្គការជនពិការខេត្តកោះចេះមានលទ្ធភាពក្នុងការពង្រីកសក្តានុពលឬមួយក៏ពង្រីកតំបន់គោលដៅឲ្យកាន់តែទូលំទូលាយថែមទៀតធ្វើម៉េចឲ្យចំណេះដឹងទាំងអស់នេះវាអាចផ្សាយភាយបានទៅដល់ជនងាយរងគ្រោះទាំងអស់យើងពួកយើងអត់ចង់ឃើញជនពិការណាមួយឬក៏ជនរងគ្រោះណាមួយគាត់ទទួលរងនៅបញ្ហាទាំងអស់នេះដែលជះឥទ្ធិពលដល់ការរស់នៅរបស់ពួកគាត់ ខ្ញុំមានសំណុំពរជាចុងក្រោយមួយដែរគឺសំណុំពរសង្ឃឹមថា KEP លោកនឹងផ្ដល់បន្ថែមក្នុងការជំរុញការងារពាក់ព័ន្ធនឹង Digital AI បន្តទៀតដើម្បីឲ្យជាទុនសម្រាប់ជួយទៅដល់បងប្អូនដែលមានពិការភាពក៏ដូចជាអ្នកដែលរស់នៅក្នុងសហគមន៍នៅក្នុងខេត្តត្បូងឃ្មុំយើងឲ្យបានតែកាន់តែច្រើនហើយនឹងយល់ដឹងកាន់តែច្រើនក្នុងការកាត់បន្ថយនៅការចាញ់បោកនៅព័ត៌មានមិនពិតឬក៏ខ្លាំងៗមួយចំនួនហ្នឹងឲ្យបានកាន់តែច្រើនក្នុងការជួយគ្រួសាររបស់គាត់បាទសូមអរគុណ